គាត់បានជីកចម្រុកមួយនៅក្នុងផ្ទះរបស់គាត់ដើម្បីជៀសវាងគ្រាប់បែកនុយក្លេអ៊ែរប៉ុន្តែមិននឹកស្មានដល់គូស្វាមីភរិយានេះទើបតែរត់គេចខ្លួនចូលទៅក្នុងផ្ទះខាងលើហើយវាត្រូវបានរុះរើគាត់គិតថាវាជាគ្រាប់បែកនុយក្លេអ៊ែរដូច្នេះគាត់បានបិទទ្វារចម្រុកភ្លាមហើយកំណត់ម៉ោងរយៈពេល35ឆ្នាំព្រោះវាត្រូវចំណាយពេល35ឆ្នាំសម្រាប់វិទ្យុសកម្មដើម្បីបាត់ទៅវិញទាំងស្រុង35ឆ្នាំក្រោយមកការចេញទៅខាងក្រៅគឺមានសុវត្ថិភាពបំផុតតើអ្នកណានឹងគិតថាអ្វីដែលទើបតែផ្ទុះមិនមែនជាគ្រាប់បែកនុយក្លេអ៊ែរទេប៉ុន្តែជាការធ្លាក់យន្តហោះនៅពេលដែលប្រពន្ធរបស់គាត់សួរគាត់ថាគាត់បានញ៉ាំអ្វីក្នុងរយៈពេល35ឆ្នាំអ្នកវិទ្យាសាស្ត្ររូបនេះបានធ្វើឲ្យប្រពន្ធរបស់គាត់ភ្ញាក់ផ្អើលព្រោះគាត់បានរៀបចំរបស់ចាំបាច់សម្រាប់រយៈពេល35ឆ្នាំនៅក្នុងចម្រុកមិនត្រឹមតែមានអគ្គិសនីនិងទឹកប៉ុណ្ណោះទេប៉ុន្តែក៏មានផ្សារទំនើបធំជាងនេះផងដែរអាហារទាំងអស់មានដែនកំណត់និងការបរិច្ឆេទផុតកំណត់35ឆ្នាំយ៉ាងពិតប្រាកដមានទូរទស្សន៍ពណ៌ផងដែរទោះបីជាពួកគេមិនអាចមើលឃើញពិភពខាងក្រៅក៏ដោយចំនួនរូបតុក្កតានៅខាងក្នុងគឺគ្រប់គ្រាន់សម្រាប់ពួកគេមើលរយៈពេលយូរនៅថ្ងៃបន្ទាប់គាត់គ្មានអ្វីត្រូវធ្វើទេដូច្នេះគាត់បានចិញ្ចឹមត្រីនៅក្នុងអាងព្រោះប្រពន្ធរបស់គាត់មានផ្ទៃពោះនិងរងចាំសម្រាលកូនថ្ងៃមួយប្រពន្ធរបស់គាត់ទ្រាំលែងបានទៀតហើយក៏អង្គុយលើកៅអីភ្លាមហៀបនឹងសម្រាលកូនជាសំណាងល្អគាត់បានរៀនអំពីការបន្តពូជដូច្នេះកូនរបស់ពួកគេក៏បានកើតមកដោយជោគជ័យជារៀងរាល់ថ្ងៃគ្រួសារទាំងមូលក៏បានសាំនឹងជីវិតឯកោពីពិភពលោកប៉ុន្តែកូនប្រុសក៏ធំឡើងបន្តិចម្ដងក្នុងមួយប៉ព្រិចភ្នែកវាជាថ្ងៃកំណើតគម្រប់35ឆ្នាំរបស់កូនប្រុសរបស់ពួកគេបន្ទាប់ពីគូស្វាមីភរិយានិងកូនរបស់ពួកគេបានប្រារព្ធខួបកំណើតដ៏រីករាយអ្នកណាមិននឹកស្មានថានៅពេលល្ងាចនឹងមានសម្លេងខ្លាំងដែលធ្វើឲ្យពួកគេភ័យខ្លាចពួកគេក៏រត់ទៅមើលភ្លាមហើយបានរកឃើញថា35ឆ្នាំបានកន្លងផុតទៅទ្វារលេនដ្ឋានដែលពួកកំពុងលាក់ខ្លួនបានបើកដោយស្វ័យប្រវត្តិបន្ទាប់ពីដឹងរឿងនេះគាត់បានពាក់ឧបករណ៍ការពារភ្លាមហើយដើរឡើងលើដីអ្នកណាមិននឹកស្មានថាពិភពខាងក្រៅបានផ្លាស់ប្ដូរមិនត្រឹមតែផ្ទះរបស់គាត់បានប្រែក្លាយទៅជាកន្លែងចាក់សម្រាមប៉ុណ្ណោះទេប៉ុន្តែគាត់ក៏បានរកឃើញថាមនុស្សនៅតាមផ្លូវកំពុងរើសសម្រាមដើម្បីបរិភោគផងដែរបងតបពីឃើញទស្សនវិជ្ជានេះគាត់មានការភ័យខ្លាចហើយបានត្រឡប់ទៅលេនដ្ឋានវិញភ្លាមដើម្បីប្រាប់ក្រុមគ្រួសាររបស់គាត់កុំឲ្យចេញទៅក្រៅមនុស្ស3នាក់បានលាក់ខ្លួននៅក្នុងលេនដ្ឋានអស់រយៈពេល35ឆ្នាំបន្ទាប់ពី35ឆ្នាំពួកគេបានចេញទៅក្រៅហើយបានរកឃើញថាមនុស្សនៅខាងក្រៅបានផ្លាស់ប្ដូរធ្វើឲ្យគាត់ប្រញាប់ប្រាប់ក្រុមគ្រួសាររបស់គាត់ថាវាមានគ្រោះថ្នាក់ខ្លាំងណាស់នៅខាងក្រៅហើយមិនត្រូវចេញទៅក្រៅទេប៉ុន្តែប្រពន្ធរបស់គាត់មិនចង់រស់នៅក្នុងលេនដ្ឋានទៀតទេព្រោះកូនប្រុសរបស់គាត់មានអាយុ35ឆ្នាំប្រសិនបើគាត់បន្តរស់នៅក្នុងលេនដ្ឋានកូនរូបរបស់គាត់នឹងមានសក់ពណ៌ប្រផេះនៅពេលនេះគាត់ខឹងខ្លាំងណាស់រហូតដល់សន្លប់ខណៈពេលដែលស្វាមីរបស់នាងសន្លប់បាត់ស្មារតីម្ដាយរបស់គាត់បានយកលុយទាំងអស់នៅក្នុងផ្ទះមកឲ្យអាដាមយ៉ាងរហ័សដើម្បីឲ្យអាដាមអាចរកមិត្តស្រីម្នាក់ហើយមកទីនេះមុនពេលចាក់ចេញគាត់ក៏បានយកកាត់បេសបលដែលឪពុករបស់គាត់បានឲ្យគាត់ការគាត់នៅក្មេងមកជាមួយផងដែរបន្ទាប់ពីចាក់ចេញពីផ្ទះអាដាមមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងនេះជាលើកដំបូងដែលគាត់បានតាក់ទងជាមួយពិភពខាងក្រៅហើយបានឃើញមនុស្សលើកលែងតែឪពុកម្ដាយរបស់គាត់មានការរំភើបយ៉ាងខ្លាំងគាត់បានអង្គុយលើឡានក្រុងដ៏ល្បីល្បាញដើម្បីទៅផ្សារទំនើបតើអ្នកណានឹងគិតថាពេលគាត់មកដល់ផ្សារទំនើបគាត់នឹងដឹងថាតម្លៃបានកើនឡើង10ដងប្រាក់ដែលម្ដាយរបស់គាត់បានឲ្យគាត់គឺគ្រប់គ្រាន់សម្រាប់ទិញអាហារសម្រន់ប៉ុណ្ណោះព្រោះគាត់មិនចង់ទៅផ្ទះវិញដោយដៃទេគាត់ត្រូវគិតរកវិធីផ្សេងជាបណ្ដោះអាសន្នដូច្នេះគាត់បានទៅហាងលក់វត្ថុបុរាណមួយហើយបានយីកាត់បេសបលដែលឪពុករបស់គាត់បានឲ្យគាត់ទៅម្ចាស់ហាងបានឃើញហើយមានការភ្ញាក់ផ្អើលព្រោះកាត់បេសបលមានតម្លៃថ្លៃណាស់ឥឡូវនេះគាត់មិនយល់ពីតម្លៃទេម្ចាស់ហាងបានសម្រេចចិត្តបញ្ឆោតគាត់ឲ្យចង់ទិញកាត់បេសបលក្នុងតម្លៃទាបជាសំណាងល្អបុគ្គលិកស្រីឈ្មោះរ៉ាបានរកឃើញរ៉ាទាន់ពេលវេលាហើយបានលាតត្រដាងផែនការរបស់ម្ចាស់ហាងដូច្នេះរ៉ាត្រូវបានម្ចាស់ហាងបណ្តេញចេញបន្ទាប់ពីដឹងថារ៉ាមិនមែនជាមនុស្សអាក្រក់អាដាមនៅតែបន្តតាមនាងហើយសុំឲ្យនាងជួយគាត់រកកន្លែងស្នាក់នៅប៉ុន្តែរ៉ាមិនចង់ឆ្លើយតបទេរហូតដល់អាដាមកាន់កាត់បេសបលទៅប្រអាយុព្រមជួយគាត់ដោយមិននឹកស្មានដល់អាដាមដែលទើបតែទទួលបានកន្លែងស្នាក់នៅចង់សុំឲ្យនាងជួយរកប្រពន្ធបន្ទាប់ពីគាត់ទទួលបានជោគជ័យគាត់នឹងឲ្យនាងថតរូបពីរបីសន្លឹកទៀតកាត់បែបនេះនាំអាដាមទៅកាន់ក្លឹបរាត្រីមួយដំបូងឡើយនាងចង់ហ្វឹកហាត់អាដាមយ៉ាងក្លាហានដេញតាមក្មេងស្រីតើអ្នកណាទៅគិតថាអាដាមដូចជាអ្នកជំនាញខាងស្នេហាពេលគាត់មកដល់គាត់នឹងរាំជាមួយនារីស្រស់ស្អាតហាក់ដូចជាមិនខ្មាស់អៀនតតែសោះទោះបីជាគាត់កំឡុកឃើញអាដាមរាំយ៉ាងសប្បាយរីករាយជាមួយនារីផ្សេងក៏ដោយក្នុងចិត្តរបស់គាត់ចាប់ផ្ដើមមានអារម្មណ៍ចំណែនតើគាត់មិនល្អដូចពួកគេទេសែលនាងបានងាកចេញដោយកំហឹងពេលនាងចូលឡានហើយចៃដន្យដួលអាដាមឃើញរឿងនោះហើយមានអារម្មណ៍អាណិតគាត់យ៉ាងខ្លាំងគាត់ក៏ត្រឡប់ទៅផ្ទះវិញដើម្បីជួយនាងព្យាបាលរបួសពេលសម្លឹងមើលក្មេងប្រុសសុភាពនៅពីមុខនាងអាចមានអារម្មណ៍កក់ក្ដៅពីអ្នកដទៃនៅពេលនេះអាដាមបានបង្ហាញអារម្មណ៍របស់គាត់ទៅកាន់នាងគាត់បានរស់នៅក្នុងចម្រុកអស់រយៈពេល35ឆ្នាំជាលើកដំបូងក្នុងរយៈពេល35ឆ្នាំពេលចេញទៅខាងក្រៅតើអ្នកណាទៅគិតថាក្នុងរយៈពេលត្រឹមតែប្រហែលថ្ងៃទៀតគាត់នឹងបានជួបនារីដែលគាត់ចូលចិត្តគាត់បានព្យាយាមបង្ហាញវាទៅកាន់នាងប៉ុន្តែគាត់មិននឹកមានថាវានឹងទទួលបានជោគជ័យនោះទេបន្ទាប់ពីនោះអ្នកទាំងពីរបានថាបគ្នាហើយបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេបន្ទាប់ពីស្ងប់ចិត្តអាដាមបាននិយាយថាគាត់ចង់នាំនាងទៅរស់នៅក្រោមដីបន្ទាប់ពីរឿងនោះនាងគិតថាអាដាមមានបញ្ហាព្រោះមនុស្សធម្មតាសែលចង់រស់នៅក្រោមដីលីកបានបណ្ដេញគាត់ចេញពីផ្ទះយ៉ាងលឿនដោយបញ្ឆោតគាត់ឲ្យនិយាយថាពួកគេនឹងជួបគ្នានៅថ្ងៃស្អែកដោយមិននឹកស្មានដល់នៅថ្ងៃបន្ទាប់នៅពេលដែលអាដាមមកផ្ទះរបស់នាងលីកបានអញ្ជើញអ្នកចិត្តសាស្ត្រម្នាក់ឲ្យមកជួយអាដាមពិនិត្យបន្ទាប់ពីអាដាមដឹងថាភីគីមខាងទៀតជាគ្រូពេទ្យគាត់ក៏រត់ចេញយ៉ាងលឿនព្រោះប្រសិនបើគាត់ត្រូវបានគ្រូពេទ្យចាប់បានដោយមិនដឹងថាពេលណាគាត់អាចត្រឡប់ទៅផ្ទះវិញអាដាមបានឡើងឡានហើយហៀបនឹងបើកឡានចេញទៅស្រាប់តែគាត់បុកឡានគ្រូពេទ្យដោយចៃដន្យឃើញអាដាមចង់ត្រឡប់ទៅផ្ទះវិញយ៉ាងខ្លាំងលីថគិតថាប្រហែលជានាងបានស្ដីបន្ទោសគាត់ខុសដូច្នេះនាងក៏ទៅកន្លែងដែលអាដាមរស់នៅភ្លាមដើម្បីជួបសែលអ្វីដែលធ្វើឲ្យនាងភ្ញាក់ផ្អើលនោះគឺថាសម្ភារៈផ្ទាល់ខ្លួនរបស់អាដាមមានតាំងពី35ឆ្នាំមុនដែលក៏បង្ហាញថាអាដាមប្រហែលជាមិនកុហកទេដើម្បីយល់ពីអ្វីដែលកំពុងកើតឡើងលីថបាននាំប្អូនប្រុសរបស់នាងទៅរកគាត់នៅតាមផ្លូវប៉ុន្តែនៅក្នុងសមុទ្រមនុស្សដ៏ធំទូលាយការស្វែងរកនរណាអ្នកគឺពិបាកណាស់ពួកគេបានស្វែងរកយូរហើយប៉ុន្តែនៅតែរកអាដាមមិនឃើញពេលលីថហ៊ីបនឹងត្រឡប់ទៅផ្ទះវិញនាងបានរកឃើញនរណាម្នាក់នៅខាងផ្លូវដោយចៃដន្យដែលមើលទៅដូចអាដាមពេលមើលឲ្យចិត្តវាពិតជាអាដាមដែលនាងស្រឡាញ់មែនលីថបានលោតចុះពីម៉ូតូភ្លាមហើយអបគាត់នៅពេលនេះនាងបានសម្រេចចិត្តថានាងនឹងមិនចាក់ចេញពីអាដាមទៀតទេបន្ទាប់មកអាដាមបាននាំលីថទៅមណ្ឌលថែទាំកុមារដើម្បីជួបឪពុកម្ដាយក្មេករបស់នាងនាពេលអនាគតការឃើញកូនប្រសាររបស់ពួកគេពិតជាស្រស់ស្អាតខ្លាំងណាស់ពួកគេនិយាយមិនចេញនៅចុងបញ្ចប់នៃរឿងគ្រួសារទាំងមូលបាន
ធ្វើតាមការណែនាំរបស់ Little ហើយបានលក់សัญลักษณ์ baseball ទាំងអស់នៅក្នុងផ្ទះដោយមិននឹកស្មានដល់ដោយសារតែរឿងនោះពួកគេបានក្លាយជាមហាសេដ្ឋីក្រោយមកពួកគេបានទិញដីមួយកន្លែងនៅជីក្រុងដើម្បីយកលុយទៅសាងសង់ផ្ទះបន្ទាប់ពី2-3ខែពួកគេបានផ្លាស់ទៅរស់នៅផ្ទះថ្មីរបស់ពួកគេនៅលើដីដូចដែលពួកគេស្រមៃពួកគេគិតថាជីវិតដ៏រីករាយកំពុងរង់ចាំពួកគេដោយមិននឹកស្មានដល់ប្រហាក់ដូចជាមិនចាប់អារម្មណ៍នឹងផ្ទះថ្មីនោះទេហើយបន្តវាស់វិមាត្រតែម្នាក់ឯងវាបង្ហាញថាគាត់នៅតែញៀននឹងការសាងសង់ចម្រុះ